ចូលទៅ Facebook ចឹងហើយយើងមើលកន្លែងរបស់នេះវាកន្លែងនេះមានសិទ្ធិឬក៏account page នេះ account page របស់បងហ្នឹងតាមតែយើងមើលនេះเราមាន account page ទៅចូល account page នេះចឹងហើយចូល timeline and text នេះគឺผมមើលកន្លែងនេះកន្លែងចូលទៅដាក់ full can see thing អត់ដល់ថ្ងៃនេះចូលនេះចូលនេះមកចុចទៅនេះហ្នឹងទៅហើយយកពាក្យថា friend បាទនេះeveryone នេះគេមើលបានទាំង text គេបានមើលទាំង text គេបានមើលទាំងឯងពួកlink page មើលយើងបានអត់បាន confirm គេ add មកគាត់មក follow គេអាចជួយមើលជួយបានមក friend នេះមើលបានថា friend យើងដាក់ឲ្យ confirm ហើយអនឡាញកែដាក់ពីរហ្នឹងហើយនេះនិយាយទៅ who can see thing on your timeline ហ្នឹងមានពីរអនឡាញកែដាក់ friend ទាំងអស់ទៅបាទហ្នឹងទៅគេឡើងមើលឃើញហើយ